សួស្តីអ្នកទាំងអស់គ្នាខ្ញុំគីមលីខ្ញុំធ្លាប់ជាយុវជនស្ម័គ្រចិត្តនៅ Ruler កាលពីជំនាន់ទី3អញ្ចឹងឥឡូវយើងមកស្គាល់ពីគ្នាបន្តិចទៅណាកាលហ្នឹងខ្ញុំធ្វើជាយុវជនស្ម័គ្រចិត្តនៅ Ruler ហ្នឹងខ្ញុំស្ថិតនៅក្នុង team Digital Community ហើយនិង Program Lead អញ្ចឹង responsible ខ្ញុំនៅក្នុង team ហ្នឹងគឺធ្វើគេខ្លះកាលហ្នឹងខ្ញុំធ្វើតែต้องជាមួយទៅនឹងការ hunting opportunity អីផ្សេងៗដើម្បីយកមកផុសនៅក្នុង channel Telegram ដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាហើយក៏នឹងចូលរួមក្នុងការឆ្លើយសំណួរនៅពេលដែលអ្នកទាំងអស់គ្នាមានចម្ងល់ហើយតើតោះជាមួយ experience ដែលខ្ញុំទទួលបានពី Ruler ហ្នឹងគឺខ្ញុំចាប់ផ្ដើមរកខ្លួនឯងឃើញថាខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តដើរចេញទៅខាងក្រៅជួបមនុស្សថ្មីៗហើយចូលចិត្តរៀនអីដែលថ្មីៗហើយនឹងចូលចិត្តការងារស្ម័គ្រចិត្តផងដែរហេតុអីបើខ្ញុំគិតថាខ្ញុំរកឃើញចំណុចអស់ទាំងហ្នឹងដោយសារមុនពេលដែលខ្ញុំjoinជាមួយ Ruler គឺខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្ត live in comfort zone អត់ចូលចិត្តចេញទៅខាងក្រៅទេចូលចិត្តជួបមនុស្សថ្មីៗទេពួកអីខ្លាចក្នុងការជួបមនុស្សដែលថ្មីចិត្តតែខ្លាចចឹងទៅតែអីអាហ្នឹងវាគឺជាអីមួយដែលវាបន្លាចខ្ញុំហើយគ្រាន់តែជាអីដែលខ្ញុំកំណត់ខ្លួនឯងទេតែនៅពេលដែលខ្ញុំjoin Ruler ខ្ញុំចាប់ផ្ដើមតែបានខ្លួនឯងថាតាមពិតទៅខ្ញុំអត់អញ្ចឹងទេហើយមួយវិញទៀតសម្រាប់ឯការងារស្ម័គ្រចិត្តការងារស្ម័គ្រចិត្តក្នុងការខ្ញុំធ្វើមួយ Ruler ដំបូង Ruler គឺជាការងារស្ម័គ្រចិត្តទី1ដែលខ្ញុំចាប់ផ្ដើមជាមួយហើយក្នុងកំឡុងនោះផងដែរគឺខ្ញុំចាំបានថាកាលនោះខ្ញុំមានការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងដែលជាការងារចាស់របស់ខ្ញុំហើយក៏មានរៀននៅពេលយប់ and then ថ្ងៃសៅរ៍អាទិត្យជាពេលដែលខ្ញុំអត់ធ្វើការឬអត់រៀនហ្នឹងគឺខ្ញុំចេញទៅជួយការងារស្ម័គ្រចិត្តនៅ Ruler អញ្ចឹងទៅឬក៏ការងារស្ម័គ្រចិត្តផ្សេងៗនៅកន្លែងផ្សេងទៀតតែ Ruler គឺជាការងារស្ម័គ្រចិត្តទី1សម្រាប់ខ្ញុំដូចម្ដងឥឡូវអញ្ចឹងខ្ញុំក៏នៅតែធ្វើបែបហ្នឹងដែរខ្ញុំមានការងារថ្មីមួយនៅក្រុមហ៊ុនថ្មីមួយដែលខ្ញុំធ្វើសប្តាហ៍ថ្ងៃហ្នឹងជាការងារ full time ហើយការងារខ្ញុំដែលខ្ញុំធ្វើមួយថ្ងៃហ្នឹងគឺវារវល់មែនតើពេលខ្លះវាអាចលើ8ម៉ោងអីចឹងទៅអញ្ចឹងបន្ទាប់មកខ្ញុំក៏មានរៀនពេលយប់ដូចគ្នាand then ថ្ងៃសៅរ៍អាទិត្យជាពេលដែលខ្ញុំត្រូវសម្រាកនៅផ្ទះអីចឹងខ្ញុំអត់ចូលចិត្តនៅផ្ទះទេខ្ញុំអត់ចូលចិត្តមានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍អត់មានបានធ្វើអីចឹងទោះបីជាខ្ញុំរៀននៅផ្ទះធ្វើអីក៏ដោយតែខ្ញុំនៅតែអត់ទៅចូលចិត្តក្នុងការដែលនៅផ្ទះ feeling មួយថាវា useless យ៉ាចឹងខ្ញុំក៏ចេញទៅធ្វើការងារស្ម័គ្រចិត្តវាដល់ថ្ងៃដែលតែថ្ងៃសៅរ៍អាទិត្យខ្លះមានថ្ងៃសៅរ៍អាទិត្យខ្លះអត់មានអីចឹងទៅហើយសាបចូលក្នុងនឹងផងដែរអ្វីដែលខ្ញុំរៀនបានពី Ruler អ្វីដែលខ្ញុំរៀនបានពី Ruler គឺក្នុងការដើរចេញទៅខាងក្រៅជួបមនុស្សថ្មីៗជាច្រើនដែលមាន confidence ហើយអាចប្រាប់គេបានថាខ្ញុំជាយុវជនស្ម័គ្រចិត្តនៅ Ruler អីចឹងទៅក៏មានគេផ្សេងស្គាល់ Ruler ស្គាល់អីហើយស្គាល់ពីមនុស្សថ្មីៗដែលគាត់មាន background ផ្សេងៗគ្នាហើយទទួលបាន experience ជាច្រើនពី co-founder ហើយនិង volunteer គ្នាឯងហ្នឹងហើយមួយវិញទៀតតទៅមួយការចូលរួម training ឬក៏ meeting អីផ្សេងៗខ្ញុំចាំបានថាការនៅ Hot 3ហ្នឹងខ្ញុំធ្លាប់ចូលរួម training មួយដែល Ruler invite speaker ជា HR professional HR មកពី private company មួយអញ្ចឹងកាលនោះយើងរៀនតកតងជាមួយទៅនឹង tip ក្នុងការធ្វើ email ក្នុងការធ្វើ CV ធ្វើមិនឲ្យ professional ហើយ clean ហើយជាអីដែល HR គេចង់បានអញ្ចឹងទៅអញ្ចឹងខ្ញុំក៏បាន prepare នៅ CV មួយចំនួនហើយខ្ញុំក៏បាន send ទៅឲ្យ HR send ទៅឲ្យ trainer ហ្នឹងគាត់មើលហើយគាត់ក៏បានជួយ correct ខ្ញុំហើយដល់ពេលមួយខ្ញុំចាំបានថាកាលនោះខ្ញុំគឺជា fan page គាត់ស្រាប់ហើយអញ្ចឹងនៅពេលដែលគាត់ correct CV ខ្ញុំឲ្យអស់ហើយខ្ញុំក៏បានឃើញ opportunity មួយដែលគាត់ post នៅក្នុង Facebook page របស់គាត់ជាកត្តាមួយដែលធ្វើឲ្យខ្ញុំយក email ដែលយក CV ដែលគាត់ correct ឲ្យខ្ញុំហ្នឹង send ទៅកាន់គាត់ដើម្បី apply ការងារមួយហ្នឹងទោះបីជាការងារដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងវាអត់ចំ position ដែលខ្ញុំ apply ទៅមែនប៉ុន្តែវានៅក្នុង field តែមួយហើយទៅតមកចាហើយតកតងជាមួយនឹងការ hunting opportunity អីផ្សេងគឺធ្វើឲ្យខ្ញុំអាចទៅរកឱកាសផ្លាស់ប្ដូរការសិក្សាឬក៏ scholarship អីផ្សេងបានងាយជាងមុនហើយឲ្យខ្ញុំដឹងថាតើ opportunity មួយនោះវា reliable បែបម៉េចយ៉ាងជា experience មួយដែលខ្ញុំទទួលបានពី Ruler ដូចគ្នាហើយនឹងមានច្រើនទៀតដែលខ្ញុំសម្រាប់មួយថ្ងៃហ្នឹងក៏អត់អស់ដែរនៅដំណើរក្នុងការដើរនៅក្នុងជាការងារជាមួយ Ruler ហ្នឹងហើយចុងក្រោយដូចអ្នកនរបានដឹងខ្ញុំនិយាយអំពីដំបូងអញ្ចឹងខ្ញុំមកធ្វើបាន involve ច្រើនជាមួយ Ruler មែនទេអញ្ចឹង tip របស់ខ្ញុំក៏អត់ច្រើនអីមែនដែរខ្ញុំគ្រាន់តែsuggestion ឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយ Ruler ឲ្យបានច្រើនហើយធ្វើវាសិនទៅទោះបីជាយកធ្លាប់ធ្វើវាពីមុនមកទោះបីជាធ្វើទៅវាមានកំហុស
ខ្លះតែហ្នឹងហើយជាអីដែលយើងអាចហ៊ានបានហើយយើងអាចអភិវឌ្ឍខ្លួនឯងបានហើយកុំភ័យបងគាត់នៅជាមួយយើងទេបើមិនយើងខុសក៏ចាំជួយ correct យើងអញ្ចឹងទៅអញ្ចឹងហ្នឹងហើយពីខ្ញុំមានតែប៉ុណ្្នឹងទេបើមិនជាត្រឡប់ទៅវិញបើការខ្ញុំធ្វើជា ruler យុវជនស្ម័គ្រចិត្តនៅ ruler ខ្ញុំចាំបានថាខ្ញុំមានឱកាសច្រើនមែនតើបងបានផ្ដល់ឲ្យប៉ុន្តែកាលនោះខ្ញុំគិតថាខ្ញុំមិនដឹងខ្ញុំគិតអីទេខ្ញុំអត់ខ្លាចខានគ្រប់គ្រាន់ឬក៏មិនទេតែអីដែលខ្ញុំដឹងប្រហែលជាខ្ញុំអត់មាន confidence អត់ comfort ក្នុងការធ្វើវាពីមុនមកខ្ញុំអត់ដែលមានបទពិសោធន៍ធ្វើវាទៅធ្វើឲ្យខ្ញុំខ្លាចថាខ្លួនឯងធ្វើទៅខ្លាចទៅបកការកំហុសខ្លាចធ្វើឲ្យប៉ះពាល់ដល់ការងារបងអីចឹងអាហ្នឹងជាអីមួយគ្រាន់តែជាការគិតរបស់ខ្ញុំហើយវាបន្លាចខ្ញុំឯងចឹងពីខ្ញុំទៅខ្ញុំស្នើសុំអ្នកទាំងអស់គ្នាចូលជាមួយបងឲ្យច្រើនតាមអាចធ្វើទៅបានខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណអ្នកទាំងអស់គ្នាហើយអរគុណខ្លាំងមែនតើទៅដល់ ruler team